ឪពុកម្ដាយជាច្រើនគិតថាកូនលេងទូរស័ព្ទច្រើនពេកគឺជាបញ្ហាតែតាមពិតទៅអាបញ្ហាពិតហ្នឹងវាចាប់ផ្ដើមតាំងពីមុននឹងទៅទៀតវាចាប់ផ្ដើមពីការដែលយើងមិនបានកំណត់វិន័យច្បាស់លាស់ដល់កូនឬក៏បានកំណត់ដែរតែបរាជ័យអញ្ចឹងវីដេអូនេះខ្ញុំចង់ចែកម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអំពីការគ្រប់គ្រងកូនចំពោះការប្រើប្រាស់ទូរស័ព្ទហើយខ្ញុំនឹងលើកយកស្ថានភាពពីរទី1ធ្វើម៉េចយើងការពារទុកមុនកុំឲ្យកូនញៀននិងទី2ធ្វើម៉េចបើសិនបើកូនបានញៀនលេងទូរស័ព្ទបាត់ទៅហើយអញ្ចឹងឥឡូវនិយាយពីចំណុចទី1តើការពាររបៀបម៉េចសម្រាប់ខ្ញុំគោលការណ៍សំខាន់គឺវាសាមញ្ញបំផុតបើយើងកុំចាប់ផ្ដើមព្រមឲ្យកូនលេងពីដំបូងទៅអាហ្នឹងកូនក៏មិនអាចញៀនបានដែរហើយប៉ាម៉ាក់ប្រហែលជាអាចគិតថានិយាយស្រួលទេតែធ្វើជាក់ស្ដែងវាពិបាកនៅវីដេអូទី45របស់ខ្ញុំបានរៀបរាប់ពីរបៀបកំណត់ព្រំដែនឲ្យកូនឪពុកម្ដាយដែលមានការយល់ចិត្តនិងចេះកំណត់ព្រំដែននិយាយបដិសេធជាមួយកូនបែបណាសម្រាប់កូនតូចរបស់ខ្ញុំគឺខ្ញុំអត់អនុញ្ញាតឲ្យគាត់លេងទូរស័ព្ទទេអត់លេងសោះតែម្ដងគាត់អាចមើល screen ទូរស័ព្ទបានតែមួយផ្លែតពេលគាត់សុំមើលរូបថតឬក៏វីដេអូដែលខ្ញុំថតគាត់អីចឹងគាត់ចង់មើលអញ្ចឹងខ្ញុំឲ្យគាត់មើល1នាទីអីហ្នឹងប៉ុន្តែអត់មានការលេងទូរស័ព្ទទេអត់មាន Facebook, TikTok ឬក៏ YouTube អីទេសម្រាប់កូនតូចព្រោះនៅវ័យនេះខួរក្បាលកំពុងកសាងទម្លាប់អញ្ចឹងអីដែលកូនធ្វើជាញឹកញាប់វានឹងក្លាយជាទម្លាប់របស់គាត់ហើយនៅពេលដែលគាត់ចូលដល់អាយុប្រហែល2ឆ្នាំឡើងទៅខ្ញុំអនុញ្ញាតឲ្យគាត់មើលទូរទស្សន៍ខ្ទង់30ទៅ40នាទីអីក្នុងមួយថ្ងៃហើយវាជា selected content យើងអ្នកជ្រើសរើសឲ្យគាត់មើលអីគេដែលស័ក្តិសមនឹងវ័យគាត់ហើយបានប្រយោជន៍ទៀតដូចឥឡូវមុនញ៉ាំបាយគាត់រត់ទៅលាងដៃសិនគាត់ថាគាត់ឃើញ brother ក្នុងទូរទស្សន៍គេលាងដៃអញ្ចឹងលាងឲ្យយូរហើយអីដែលសំខាន់បំផុតច្បាប់ឬវិន័យដែលយើងបានបង្កើតនឹងត្រូវតែ consistent មានន័យថាអនុវត្តដដែលឲ្យជាប់លាប់កុំម្ដងឲ្យមើលម្ដងអត់ម្ដងតឹងម្ដងធូរហើយចំពោះកូនធំវិញខ្ញុំឲ្យគាត់ប្រើទូរស័ព្ទផ្ទាល់ខ្លួននៅអាយុ12ឆ្នាំដោយសារតែភាពចាំបាច់ត្រូវតាក់ទងគ្នាតាមពិតទៅខ្ញុំក៏ត្រូវមានវិន័យនិងព្រំដែនកំណត់ឲ្យគាត់ថាប្រើបានក្នុងកម្រិតណាដែរប៉ុន្តែខ្ញុំអត់បានកំណត់ទេដោយសារតែខ្ញុំគាត់កំណត់ឲ្យខ្លួនឯងហ្នឹងវាសមរម្យទទួលយកបានស្រាប់ហើយគាត់បានកំណត់មុខងារ screen time limit លើទូរស័ព្ទគាត់ហើយគាត់អត់ប្រើ Facebook, TikTok ទេដោយសារគាត់គិតថា platform ពីរហ្នឹងវារៀងពុលសម្រាប់វ័យរបស់គាត់អញ្ចឹងគាត់ប្រើ WhatsApp សម្រាប់តាក់ទងជាមួយខ្ញុំហើយនឹងប៉ាគាត់ហើយគាត់ប្រើ Instagram និង YouTube សម្រាប់កម្សាន្តខ្លះនិងស្វែងយល់រៀនសូត្ររឿងមួយចំនួនដូចជាគាត់ដឹងពី University Application ណារបៀបដែលសាកលវិទ្យាល័យធំៗល្បីៗគេពិនិត្យនិងវាតម្លៃបេក្ខជនហ្នឹងតើគេមើលលើអីខ្លះរឿងចឹងគាត់រៀនពីការចែកម្លែករបស់ idol គាត់ដែលជាបេក្ខជនជាប់អាហារូបករណ៍ទៅសាកលធំអាហ្នឹងគាត់មើលតាម YouTube និង Instagram ហើយអីដែលខ្ញុំសង្កេតឃើញគឺគាត់មិនសូវនឹងបានកាន់ទូរស័ព្ទផងពេលនៅផ្ទះពួកគាត់រវល់ការងារដែលសាលាគាត់ដាក់ឲ្យហើយភាគច្រើនគាត់ដាក់ទូរស័ព្ទទុកចោលនៅក្រោមផ្ទះដូច្នេះសម្រាប់ខ្ញុំប៉ុណ្ណឹងគឺជាការប្រើប្រាស់ដែលមានតុល្យភាពហើយមិនមែនដោយសារការគ្រប់គ្រងខ្លាំងទេតែដោយសារវិន័យនិងការយល់ដឹងឥឡូវយើងនិយាយពីផ្នែកទី2តើគួរដោះស្រាយបែបណាបើឥឡូវវាជ្រុលបាត់ហើយអត់បានដាក់វិន័យការពារពីដំបូងឬក៏បានដាក់ដែរតែអត់បានអនុវត្តខ្ជាប់ខ្ជួនហើយឥឡូវកូនញៀនទូរស័ព្ទបាត់ហើយអញ្ចឹងស្ថានភាពហ្នឹងវារៀងពិបាកជាងស្ថានភាពទី1យើងត្រូវតែរុះរាន់ដោះស្រាយជាបន្ទាន់ព្រោះថាបើទុកកាន់តែយូរនឹងកាន់តែពិបាកកែអញ្ចឹងអីដែលខ្ញុំចែកម្លែកបានគឺទី1ចាប់ផ្ដើមកែដោយមិនមែនទៅស្ដីបន្ទោសឬក៏ប្រកែកជាមួយកូនទេតែជាការពន្យល់កូនហេតុអីបានត្រូវកាត់បន្ថយ screen time តើកម្រិតប្រមាណបានសមស្របហើយច្បាប់ថ្មីនឹងត្រូវកំណត់ឲ្យគាត់បែបម៉េចខ្លះប្រាប់គាត់ឲ្យដឹងទី2យើងកាត់បន្ថយម្ដងបន្តិចមិនមែនទៅដល់កំហុកភ្លាមទេហើយពេលកាត់បន្ថយហ្នឹងត្រូវមានសកម្មភាពអីផ្សេងមួយចំនួនមកបំបែចំណាប់អារម្មណ៍គាត់ចំណុចទី3យើងត្រូវអនុវត្តឲ្យជាប់លាប់ទោះបីជាវាពិបាកយ៉ាងណាក៏ដោយពីដំបូងនឹងកូនច្បាស់ជាតវ៉ាឡំប៉ាយំមួម៉ៅហើយតែអ្វីដែលសំខាន់គឺអនុវត្តទៀងទាត់ដដែលព្រោះកូនមិនអាចរៀនពីអីដែលយើងនិយាយតែម្ដងទេកូនរៀនពីអីដែលយើងធ្វើរាល់ថ្ងៃហើយចំណុចទី4សំខាន់ណាស់ការញៀនទូរស័ព្ទមិនមែនបញ្ហាមកពីទូរស័ព្ទនឹងតែមួយមុខទេវាអាចមកពីភាពធុញថប់ខ្វះការយកចិត្តទុកដាក់ឬក៏គម្លាតផ្លូវចិត្តក្នុងទំនាក់ទំនងគ្រួសារដូច្នេះយើងត្រូវស្ដារទំនាក់ទំនងនឹងឡើងវិញផងមិនមែនដាក់តែច្បាប់ហើយចប់ទេអញ្ចឹងសរុបមកវិញទូរស័ព្ទមួយមុខមិនមែនជាសត្រូវពិតទេអីដែលសំខាន់ជាងគេគឺការមានវិន័យការអនុវត្តទៀងទាត់និងការភ្ជាប់ទំនាក់ទំនងក្នុងគ្រួសារយើងមិនអាចបំបត្តិបច្ចេកវិទ្យាចេញពីជីវិតកូនបានទេតែយើងអាចបង្រៀនកូនឲ្យប្រើវាឲ្យត្រឹមត្រូវហើយអីដែលសំខាន់បំផុតវាចាប់ផ្ដើមពីយើងជាឪពុកម្ដាយ